អនុញ្ញាតសូមគោរពនិងជម្រាបសួរបាទដល់ពុកម៉ែបងប្អូនទាំងអស់បាទដែលនិយមគាំទ្រក្នុងបណ្ដាញសង្គម YouTube ក៏ដូចជាកំពុងតែតាមដាននៅវីដេអូរបស់ខ្ញុំផងដែរថ្ងៃនេះខ្ញុំមានវីដេអូមួយបាទគឺពាក់ព័ន្ធជាមួយនឹងផ្ទាំងបតទូទឹកកកប្រភេទ LG ដែលវាមានលេខកូដ0423បាទនិង0443បាទចំពោះបញ្ហាអស់នេះគឺខ្ញុំធ្លាប់ចេញវីដេអូជាញឹកញាប់មកហើយបាទប៉ុន្តែគ្រាន់ថាខ្ញុំសូមបញ្ជាក់ជូនបងប្អូនបន្ថែមតិចទៀតថាបើសិនជាបងប្អូនជួបនៅកំហូចបែបនេះបាទគឺយើងអាចធ្វើបែបនេះបានហើយសួរថាកំហូចបែបនេះកំហូចបែបម៉េចបាទគឺវាមានបញ្ហាបាទឆេះខ្លោចទាំង EC power ក៏ដូចជាទាំងtransformer បាទអញ្ចឹងធ្វើឲ្យយើងពិបាករកបាទនៅប្រភេទ transformer បែបនេះបាទ transformer នេះបើតាមនៅលើទីផ្សារជាងក៏ដូចជាខាងលក់គ្រឿងបន្លាស់គាត់លក់ដូចជាមួយ20000រៀលឬក៏15000រៀលបាទអញ្ចឹងហើយបើសម្បូរវាមិនអីទេប៉ុន្តែវាអត់សូវសម្បូរដែរណាបាទអញ្ចឹងគឺយើងពិបាករកអញ្ចឹងខ្ញុំក៏សម្រេចចិត្តបាទធ្វើការកែនៅបាទ power supply ថ្មីបាទដែលវាប្រើភ្លើង15 V បាទចំពោះបតដែលវាមានប្រើ IPM គឺយើងត្រូវតែយកភ្លើង15 V មកប្រើដោយសារតែ IPM គឺវាត្រូវការភ្លើង15 V យើងអត់អាចយកភ្លើង12 V មកដំណើរការឲ្យ IPM ដើរបាននោះទេណាបាទអញ្ចឹងយើងមានតែសម្រេចចិត្តបាទធ្វើការកែដោយមិនផ្លាស់ប្ដូរនៅ transformer នេះទេដោយសារតែពិបាករកហើយចំពោះបាទបត0443ប្រភេទមួយនេះក៏វាកំហុសវាក៏អញ្ចឹងដូចគ្នាបាទគឺវាឆេះ transformer បាទហើយអញ្ចឹង transformer អានេះរឹតតែពិបាករកទៀតបើ0423បាទគឺយើងរែងងាយរកបាទតែបើសិនជាប្រភេទ0443គឺអត់ងាយរកទេពិបាករកឲ្យថ្លៃគឺ20000ដាច់មកតែម្ដងបាទមានបងប្អូនជាច្រើនដែលគាត់មានលក់ប៉ុន្តែខ្ញុំសម្រេចចិត្តថាយើងធ្វើបែបនេះវាអស់លុយតិចជាងណាបាទ power supply នេះគឺខ្ញុំលក់មួយស្លឹកតែ10000រៀលទេបាទយើងយកមកកែនៅលើបតប្រភេទ LG ក៏បាន Samsung ក៏បានសំខាន់យើងដឹងពីកន្លែងដែលយើងត្រូវដាក់ខ្សែជើងណាជើង15 V ជើងណាជើងនៃអញ្ចឹងណាបាទតាមដែលបងប្អូនចេះតាមដែលបងប្អូនដឹងបាទតែចំពោះខ្ញុំតើកាលណាមានបញ្ហាខូចនៅ transformer នេះគឺខ្ញុំអត់ព្យាយាមរកដូរទេបាទដោយសារតែតម្លៃវាថ្លៃនៅសេវាផ្ញើសេវាអីតាមរយៈបុណ្យធម្មទៀតគឺវារឹតតែថ្លៃធ្វើឲ្យ transformer នេះអាចឡើងតម្លៃដល់បាទ30000អញ្ចឹងយើងចំណាយតែ10000រៀលឬក៏15000រៀលបាទយើងអាចធ្វើបែបនេះគឺដំណើរការដូចគ្នាសំខាន់យើងដឹងយើងយល់អញ្ចឹងណាបាទអានេះប្រភេទ0443ហើយមួយនេះគឺប្រភេទ0423បាទគឺវាមានបញ្ហាអញ្ចឹងដូចគ្នាប៉ុន្តែវីដេអូនេះបាទគឺខ្ញុំសូមបញ្ជាក់ថា power supply ដែលយើងយកមកធ្វើការផ្លាស់ប្ដូរឬមួយដាក់ថ្មីជំនួស power supply ចាស់របស់វាគឺយើងត្រូវប្រើ power supply ដែលមានភ្លើងចេញ15 V បាទទើបបតនេះដំណើរការផ្នែកខាង IPM ណាបាទដោយសារតែប្រភេទ IPM គឺវាចាំបាច់គឺវាត្រូវការភ្លើង15 V បាទដើម្បីឲ្យវាដើរដំណើរការបានបើយើងដាក់12 V គឺអត់ដំណើរការទេបាទវានឹងលោតកូដ7ដងបាទហើយវីដេអូនេះខ្ញុំក៏ធ្លាប់ចេញបានញឹកញយដែរបាទចំពោះបញ្ហាកែទៅលើ power supply បាទហើយមានបតមួយចំនួនទៀតដូចជាបតម៉ាស៊ីនហាត់ប្រាណបាទប្រភេទខ្លះប្រើ IPM ប្រភេទខ្លះអត់ប្រើ IPM ទេបាទអញ្ចឹងប្រភេទខ្លះប្រើ12 V បើសិនជាមានបញ្ហាខូច transformer ហ្នឹងបាទគឺយើងអាចយករកបាទ power supply 12 V យកមកដាក់ឬមួយក៏ power supply 15 V មកដាក់ដោយដែលខ្ញុំធ្វើអញ្ចឹងបាទដំណើរការមកអេមតោះឥឡូវនេះយើងធ្វើតេស្តវាណាបាទយើងធ្វើការកែបានពីបតនេះហើយបតនេះគឺមកពីខាងស្រុកជុំគិរីខេត្តកពតបាទគឺគាត់ផ្ញើមកឲ្យខ្ញុំធ្វើឲ្យតែដល់ការធ្វើហ្នឹងគឺយើងមានការព្រមព្រៀងពីគ្នាថាធ្វើមិនធ្វើទៅឲ្យតែដើរអញ្ចឹងខ្ញុំក៏សម្រេចចិត្តធ្វើបែបនេះណា
bạn chẳng là dương vừa ca tay vía bạn dương đã mà đi mất làm bây giờ nghề chạy một tông làm nào ca bạn chụp đầm nào ca hết dương mở lần lột flip chẳng dương đừng tay chạy nó có bị tông đấy đầm nào ca về và sân dương ruộng chạm vía vì dù nó về đọc để tí ấy nó bạn được đà bạn đào hỏi compressor này đâu mà compressor cái nó chẳng ngay tích mà compressor này nè compressor bạn chẳng vừa bạn thọt nè rồi khởi thải đào đầm này cả hơi chẳng được nhung chùm điệp bong ôn khẳng lời chẳng bạn cứ sòng khăn dương ai thua ở việt đá tam flow na cái đôi bạn ở để dùng phơi bán bạn dương phơi tam để dùng phơi bàn lâu khẳng nhóm đấy cứ cái power supply tham mây bạn chứng nhóm cái hơi lâu khi là đầm lại ca bạn lôi sót bạn nhóm vô bị chiến đầm lại đập đô la không mùi bọt ná cái mà hơi chùn cót đập đô la bạn ở miền bãi thế srul chỉ ti bầm phật bạn bà sân chỉ quát vô tao còn ai chờ lòn bàn ngày khỏi còn ai chờ lòn thà thầu phơi mày chứ bạn chẳng video này cứ mình là phần đáng nghe bạn ở con bếp lê